កាលពីព្រេងនាយនៅក្នុងអាណាចក្រមួយឈ្មោះអមរាវតីគឺមានព្រះរាជវាំងដ៏ស្រស់ស្អាតស្ថិតនៅជិតព្រៃធំមួយដែលមនុស្សគ្រប់គ្នាហៅថាព្រៃមហិច្ឆតាគ្មាននរណាហ៊ានចូលទៅក្នុងព្រៃនោះឡើយព្រោះគេជឿថានៅទីនោះពោរពេញដោយអាថ៌កំបាំងវេទមន្តនិងសត្វចម្លែកជាច្រើនអ្នកចាស់តែងប្រាប់ថាព្រៃមហិច្ឆតាអាចបំពេញបំណងប្រាថ្នារបស់មនុស្សប៉ុន្តែបើអ្នកមានចិត្តលោភលន់វានឹងលេបយកអ្នកចូលទៅក្នុងភាពងឹតជារៀងរហូតនៅក្នុងព្រះរាជវាំងមានព្រះនាងតូចមួយអង្គព្រះនាមព្រះនាងអេលីណាព្រះនាងមានអាយុទើបតែ15ឆ្នាំប៉ុន្តែមានចិត្តក្លាហាននិងស្រឡាញ់ការផ្សងព្រេងខ្លាំងណាស់ព្រះនាងមិនដូចអ្នករាជវង្សទេព្រះនាងចូលចិត្តរត់លេងក្នុងសួនចូលចិត្តស្ដាប់រឿងព្រេងពីអ្នកចាស់និងចង់ដឹងអំពីពិភពលោកខាងក្រៅព្រះរាជវាំងថ្ងៃមួយខណៈព្រះនាងកំពុងអានសៀវភៅបុរាណក្នុងបណ្ណាល័យព្រះនាងបានឃើញផែនទីចាស់មួយនៅលើផែនទីនោះមានសញ្ញាផ្កាយភ្លឺមួយនៅកណ្ដាលព្រៃមហិច្ឆតានិងមានអក្សរសរសេរថាអ្នកដែលរកឃើញបេះដូងពន្លឺនឹងអាចការពារអាណាចក្រពីភាពងឹតព្រះនាងចាប់អារម្មណ៍យ៉ាងខ្លាំងព្រះនាងយកផែនទីទៅសួរព្រះមហាក្សត្រីប៉ុន្តែព្រះមហាក្សត្រីមានព្រះទ័យព្រួយបារម្ភព្រៃមហិច្ឆតាគឺគ្រោះថ្នាក់ណាស់មនុស្សជាច្រើនចូលទៅទីនោះហើយមិនដែលត្រឡប់មកវិញឡើយប៉ុន្តែនៅយប់នោះព្រះនាងមិនអាចគេងលក់បានទេព្រះនាងមានអារម្មណ៍ថាមានអ្វីមួយកំពុងហៅព្រះនាងពីក្នុងព្រៃនៅព្រឹកថ្ងៃបន្ទាប់ព្រះនាងបានសម្រេចចិត្តធ្វើដំណើរតែម្នាក់ឯងព្រះនាងពាក់អាវធ្វើដំណើរពណ៌បៃតងយកផែនទីនិងជិះសេះស្តូចមួយចេញពីព្រះរាជវាំងពេលចូលដល់ព្រៃមហិច្ឆតាពន្លឺថ្ងៃចាប់ផ្ដើមស្រអាប់ដើមឈើធំលាតសន្ធឹងដូចជាចង់បិទផ្លូវហើយខ្យល់បក់បង្កើតសំឡេងចម្លែកប៉ុន្តែព្រះនាងមិនភ័យខ្លាចឡើយខណៈព្រះនាងកំពុងដើរស្រាប់តែមានសំឡេងតូចមួយលាន់នៅពីក្រោយគុម្ពោតសូមជួយខ្ញុំផងព្រះនាងដើរទៅមើលហើយឃើញសត្វកញ្ជ្រោងពណ៌ប្រាក់តូចមួយជាប់ក្នុងអន្ទាក់កុំភ័យខ្ញុំនឹងជួយអ្នកព្រះនាងបានដោះអន្ទាក់ឲ្យវាកញ្ជ្រោងនោះញឹមហើយភ្លាមវាក៏និយាយបានអរគុណព្រះនាងខ្ញុំឈ្មោះលូមីខ្ញុំនឹងជួយអ្នកក្នុងព្រៃនេះព្រះនាងភ្ញាក់ផ្អើលប៉ុន្តែសប្បាយចិត្តដែលមានមិត្តថ្មីលូមីបាននាំព្រះនាងឆ្លងកាត់ផ្លូវសម្ងាត់ជាច្រើនពួកគេបានឃើញបឹងភ្លឺពេលយប់ផ្កាដែលអាចច្រៀងបាននិងសត្វវេទមន្តជាច្រើនប៉ុន្តែព្រៃមហិច្ឆតាមិនស្រស់ស្អាតតែប៉ុណ្ណោះទេនៅជ្រៅក្នុងព្រៃមានអាបធ្មប់ខ្មៅម្នាក់ឈ្មោះកូម៉ាដូរ៉ាដែលចង់កាន់កាប់បេះដូងពន្លឺដើម្បីគ្រប់គ្រងអាណាចក្រថ្ងៃមួយខណៈព្រះនាងនិងលូមីកំពុងសម្រាកក្បែរទឹកជ្រោះស្រាប់តែដីចាប់ផ្ដើមញ័រផ្សែងខ្មៅបានលេចឡើងហើយម៉ាដូរ៉ាក៏បង្ហាញខ្លួនហាទីបំផុតខ្ញុំរកឃើញអ្នកដែលមានផែនទីហើយព្រះនាងថយក្រោយដោយភ័យខ្លាចប៉ុន្តែមិនរត់គេចឡើយអ្នកមិនអាចយកបេះដូងពន្លឺបានទេព្រះនាងស្រែកម៉ាដូរ៉ាសើចយ៉ាងខ្លាំងព្រះនាងតូចម្នាក់ចង់រារាំងខ្ញុំគាត់បានបាញ់វេទមន្តខ្មៅទៅរកព្រះនាងលូមីហោះចូលមកការពារហើយពន្លឺពណ៌ប្រាក់បានបញ្ចេញពីខ្លួនវាព្រះនាងនិងលូមីរត់គេចចូលទៅក្នុងរូងភ្នំមួយនៅក្នុងរូងនោះមានថ្មភ្លឺពណ៌ខៀវនិងសំឡេងទឹកហូរស្រាលនៅកណ្ដាលរូងមានគ្រាប់ពន្លឺមួយអណ្ដែតលើអាកាសនោះហើយជាបេះដូងពន្លឺគឺលូមីនិយាយភ្លាមនោះសំឡេងមួយលាន់ឬក្នុងរូងមានតែអ្នកដែលមានចិត្តបរិសុទ្ធទើបអាចប្រើអំណាចនេះបានព្រះនាងដើរទៅជិតគ្រាប់ពន្លឺហើយនឹកឃើញពីប្រជាជនដែលកំពុងរងទុក្ខនឹងអាណាចក្រដែលត្រូវការការពារពន្លឺនោះចាប់ផ្ដើមភ្លឺកាន់តែខ្លាំងហើយហោះចូលក្នុងដៃព្រះនាងនៅពេលនោះម៉ាដូរ៉ាបានចូលមកដល់ប្រគល់វាមកខ្ញុំគាត់ស្រែកគាត់បាញ់អំណាចខ្មៅយ៉ាងខ្លាំងទៅរកព្រះនាងប៉ុន្តែបេះដូងពន្លឺបានបញ្ចេញរស្មីដ៏ភ្លឺចែងចាំងពន្លឺពណ៌ស្បានរាលដាលពេញព្រៃនិងបំបត្តិភាពងឹតទាំងអស់អំណាចខ្មៅរបស់ម៉ាដូរ៉ាលាបាត់ហើយគាត់ត្រូវបានពន្លឺលេបចូលរហូតបាត់ខ្លួនបន្ទាប់ពីការប្រយុទ្ធព្រៃមហិច្ឆតាបានប្រែជាស្រស់ស្អាតជាងមុនផ្ការីកពេញព្រៃហើយសត្វទាំងឡាយក៏ចេញមកច្រៀងដោយសប្បាយរីករាយលូមីញឹមហើយនិយាយថាព្រះនាងអ្នកបានសង្គ្រោះព្រៃនិងអាណាចក្រព្រះនាងញឹមវិញមិនមែនខ្ញុំម្នាក់ឯងទេយើងបានជួយគ្នាព្រះនាងត្រឡប់ទៅព្រះរាជវាំងវិញដោយនាំបេះដូងពន្លឺទៅការពារអាណាចក្រចាប់ពីថ្ងៃនោះមកព្រះនាងអេលីណាត្រូវបានប្រជាជនហៅថាព្រះនាងតូចក្នុងព្រៃមហិច្ឆតាដែលជានិមិត្តរូបនៃភាពក្លាហាននិងចិត្តល្អហើយរាល់យប់ពន្លឺស្រាលពីព្រៃមហិច្ឆតាតែងភ្លឺនៅលើមេឃដូចជាការរំលឹកថាចិត្តបរិសុទ្ធអាចយកឈ្នះភាពងឹតបានជានិច្ចគិតបណ្ឌិតភាពក្លាហាននិងចិត្តល្អគឺជាពន្លឺដែលអាចដឹកនាំមនុស្សឲ្យឈ្នះគ្រប់ឧបសគ្គ